ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកស្អាងខេត្តកណ្ដាលបន្ទាប់ពីបានបង្ហោះព័ត៌មានមិនពិតតាមបណ្ដាញសង្គមផ្ទាល់ខ្លួនអំពីករណីចាប់ក្មេងនៅសាលារៀនមួយកន្លែងយោងតាមការចេញផ្សាយរបស់អធិការដ្ឋាននគរបាលស្រុកស្អាងនៅថ្ងៃទី28ខែឧសភាឆ្នាំ2026បានឲ្យដឹងថាជនសង្ស័យឈ្មោះវ៉ាតស្រីណាល់ភេទស្រីអាយុ54ឆ្នាំមុខរបរលក់បុកល្ហុងរស់នៅភូមិសំរងឃុំក្រាំងយោស្រុកស្អាងត្រូវបានឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់ករណីបង្ហោះព័ត៌មានប៉ះពាល់ដល់សន្តិសុខសង្គមករណីនេះបានកើតឡើងកាលពីថ្ងៃទី26ខែឧសភាឆ្នាំ2026វេលាម៉ោងប្រមាណ6ល្ងាចខណៈដែលលោកស្រីវ៉ាតស្រីណាល់កំពុងជួយលក់បុកល្ហុងឲ្យកូនស្រីនៅពេលនោះមានមនុស្សស្រីម្នាក់ដែលមិនស្គាល់ឈ្មោះបានមកហូបបុកល្ហុងហើយបានរៀបរាប់ពីរឿងរ៉ាវពាក់ព័ន្ធនឹងការចាប់ក្មេង2នាក់នៅសាលារៀនវត្តអង្គការរាមដោយជន់ចាប់ពាក្យឯកសណ្ឋានប៉ូលីសបន្ទាប់មកបានយកទៅទម្លាក់ចោលនៅផ្លូវធនមុនក្រោយពីបានឮរឿងនេះលោកស្រីវ៉ាតស្រីណាល់បានថតវីដេអូអធិប្បាយនិងបង្ហោះនៅក្នុង page Facebook របស់គាត់ក្រោមឈ្មោះម៉ាក់កាញ្ចនានៅក្នុងផ្ទះបាយដែលមានទីតាំងស្ថិតនៅភូមិសំរងឃុំក្រាំងយោស្រុកស្អាងភ្លាមបន្ទាប់ពីបានឃើញវីដេអូឃ្លីបខាងលើកម្លាំងនគរបាលព្រំទាន់ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយោបានចុះស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យលុះមកដល់ថ្ងៃទី28ខែឧសភាឆ្នាំ2026វេលាម៉ោង2:23នាទីរសៀលសមត្ថកិច្ចបានអញ្ជើញលោកស្រីវ៉ាតស្រីណាល់មកកាន់ប៉ុស្តិ៍នគរបាលដើម្បីសាកសួរនៅចំពោះមុខសមត្ថកិច្ចលោកស្រីបានសារភាពថាព័ត៌មានដែលបានបង្ហោះនោះគឺមិនពិតឡើយហើយគោលបំណងរបស់គាត់គឺគ្រាន់តែចង់ឲ្យ page Facebook ផ្ទាល់ខ្លួនមានការចាប់អារម្មណ៍ខ្លាំងមានអ្នកចូលមើលច្រើននិងទទួលបាន likes និង share ច្រើនប៉ុណ្ណោះបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់